ចាថ្ងៃហ្នឹងម៉ែខ្ញុំប្រើឲ្យខ្ញុំអាំងសាច់ហើយគាត់ថាពេលខ្ញុំដាំបាយឆ្អិនហ្នឹងដាក់ចក្រានមួយទៀតទៅដើម្បីបង្កាត់យកល្ងើកចាហើយងើកនេះគាត់ប្រាប់ថាមិនដាក់ខ្ជូងទេដាក់តែគ្រាប់ត្នោតទៅបានហើយដាក់ពេញហ្នឹងទៅមានងើកហើយចាប់ដើមអាំងសាច់ជ្រូកដែលប្រឡាក់ហើយឲ្យខ្ញុំទៅយកពីក្នុងទូនឹងមកអញ្ចឹងណាបងប្អូនទាំងគ្នាបន្ទាប់មកខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់ប្រាប់នឹងឲ្យបង្កាត់ភ្លើងកាត់អីហើយអីចឹងទៅដាក់គ្រាប់ត្នោតដាក់អីចឹងទៅណាចាហើយយើងដឹងហើយថានៅស្រុកស្រែចំការមិនប្រើខ្ជុំក៏បានដែរបងប្អូនចាជាពិសេសក្របត្នោតទុំគ្រោះជ្រុះសាច់ចោលអស់ហ្នឹងបងប្អូនទាំងគ្នាចាអញ្ចឹងយកអាក្របត្នោតហ្នឹងយកមកកាត់ភ្លើងទៅអាំងម្ហូបឆ្អិនតែម្ដងបងប្អូនទាំងគ្នាចាបន្តមកខ្ញុំធ្វើតាមអ្វីដែលគាត់ប្រាប់នឹងហើយខ្ញុំដាក់តាមមួយស្ទប់មួយអញ្ចឹងណាឃើញថាងើកយើងមានហើយខ្ញុំក៏ចាប់ដើមដាក់ម្ហូបខ្ញុំអាំងយកតែម្ដងបងប្អូនទាំងគ្នាចាថ្ងៃនេះគឺអាំងសាច់ជ្រូក3ជាន់តែម្ដងបងប្អូនទាំងគ្នាជាមួយនឹងម្ជូរ7បងប្អូនទាំងគ្នាចាសំខាន់អ្វីក៏ដោយបើយើងឃ្លានយើងធ្វើនឹងទៅបងប្អូនទាំងគ្នាចាដូចជាខ្ញុំជាដើមអញ្ចឹងទៅចាពេលខ្លះខ្ញុំឃ្លានអាហ្នឹងទៅអញ្ចឹងទៅហើយខ្ញុំក៏ប្រាប់ម៉ែខ្ញុំទៅចាម៉ែខ្ញុំក៏ប្រឡាក់សាច់ជ្រូកសាច់អីដាក់ឲ្យហើយអីចឹងណាបងប្អូនទាំងគ្នាធម្មតាខ្ញុំបើសិនឲ្យខ្ញុំទៅធ្វើការនៅខាងក្រៅខ្ញុំធ្វើមិនបានទេបងប្អូនទាំងគ្នាចាឲ្យទៅលីសែងឬក៏ទៅចុះស្រែចុះអីធ្វើតាមស្រុកស្រែចំការគេធ្វើតាមស្រែអីតាមរបៀបបបគឺខ្ញុំធ្វើអត់កើតទេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំបានតាមមួយកន្លែងហ្នឹងទេបងប្អូនអើយចាជាពិសេសគឺការចម្អិនម្ហូបអាហារហ្នឹងចាគឺខ្ញុំអាចធ្វើបានអញ្ចឹងណាបងប្អូនទាំងគ្នាតែបើសិនឲ្យជា100%បានហ្នឹងគឺខ្ញុំធ្វើអត់បានទេបងប្អូនចាម្ហូបខ្លះក៏ឆ្អិនទៅខ្លះម្ហូបទៅក៏ឆ្ងាញ់ចឹងទៅបងប្អូនតាមអ្វីដែលម្ដងម្កាលអីចឹងណាបងប្អូនទាំងគ្នាចាប៉ុន្តែយើងនៅតែព្យាយាមធ្វើវាឲ្យទាល់តែបានហូបអញ្ចឹងណាបងប្អូនតាជុះ3ទោះបីជាយើងយកទៅប្រកួតប្រជែងជាមួយគេក៏ធ្វើមិនកើតទេបងប្អូនទាំងគ្នាចាគាត់ឲ្យយើងហូបប្រចាំគ្រួសារយើង3នាក់ម៉ែកូនអីចឹងទៅហ្នឹងធ្វើបានយ៉ាងទៅបងប្អូនទាំងគ្នាយើងឃើញថាមុខម្ហូបដែលខ្ញុំបានអាំងនេះគឺខ្ញុំចាប់ដើមឆ្អិនឲ្យបងប្អូនឆ្អិនម្ដងបន្តិចអញ្ចឹងចាប់យកមួយយកមកដាក់ចានតែម្ដងបងប្អូនទាំងគ្នាចាឃើញថាម្ហូបប៉ុណ្ណឹងយើងអាចគ្រប់គ្រាន់ដែរបងប្អូនទាំងគ្នាព្រោះអីវាមានសាច់មាន់ខ្លះអីចឹងទៅមានម្ជូរ7លេឡំគ្នាខ្លះចឹងទៅគឺយើងអាចហូបបានហើយចាហើយបន្ទាប់ពីខ្ញុំអាំងរួចរាល់ហើយខ្ញុំត្រូវតែយកស្ទះដែលអាំងត្រីហ្នឹងយកទៅដាក់ប្រយួរចាកុំឲ្យវាប្រឡាក់ដីប្រឡាក់អីចឹងណាបងប្អូនចាហើយបងប្អូនឃើញគ្រាន់តែខ្ញុំដើរទៅណាក៏មានមាន់មានទាមានឆ្មាតាមរហូតចឹងណាបងប្អូនទាំងគ្នាយើងឃើញថាមុខម្ហូបដែលខ្ញុំបានអាំងហើយគឺឆ្អិនហើយគឺខ្ញុំបានយកទៅទុកមួយអ៊ីនលើចាបន្ទាប់មកខ្ញុំក៏នឹកឃើញថាខ្ញុំខេវមែនតើខ្ញុំឃ្លានណាបងប្អូនអញ្ចឹងខ្ញុំក៏ទៅលាងដៃលាងជើងអញ្ចឹងទៅណាហើយបន្ទាប់មកខ្ញុំក៏បានដាក់សាប៊ូដាក់អីលាងតាមអ្វីដែលយើងមុននឹងហូបបាយអញ្ចឹងទៅត្រូវលាងដៃលាងអីអញ្ចឹងទៅវាដៃខ្ញុំវាស្អាតហើយក៏ប៉ុន្តែគ្រាន់តែយើងនៅពេលដែលយើងធ្វើទៅប៉ះខ្ជុងប៉ះអីអញ្ចឹងទៅវាម្ហូបមើលទៅវាអត់ឆ្ងាញ់អញ្ចឹងយើងត្រូវលាងដៃវាស្អាតអញ្ចឹងទៅយើងមុននឹងទៅហូបបាយហូបទឹកអីអញ្ចឹងណាបងប្អូនតាគ្រាហើយអ្វីដែលបងប្អូនបានឃើញចាស់យើងកំពុងតែដុសជើងអាតេះខ្ញុំព្រោះអីជើងអាតេះហ្នឹងមុននឹងខ្ញុំដាំបាយដាំអីខ្ញុំត្រូវដាក់ឆ្នាំងបាយរបស់ខ្ញុំហ្នឹងនៅលើអាតេះហ្នឹងអញ្ចឹងដោយសារវាប្រឡាក់ខ្ជុងប្រឡាក់អីអញ្ចឹងទៅហើយណាមួយយើងដាំយើងមិនមែនដាំហ្គាសហើយចាអញ្ចឹងមានខ្ជុងមានអីប្រឡាក់នៅជើងអាតេះហើយចាអញ្ចឹងមុននឹងរួចរាល់ហើយអស់អញ្ចឹងខ្ញុំត្រូវតែលាងវាឲ្យស្អាតសិនហើយនៅពេលឧទាហរណ៍ប្រសិនបើយើងឡើងទៅបើយើងអាចបានលាងសម្អាតវាទេវានឹងប្រឡាក់ជើងប្រឡាក់ដៃរបស់យើងដដែលអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងធ្វើអីហើយយើងត្រូវតែលាងវាស្អាតអញ្ចឹងទៅងាយស្រួលសម្រាប់កុំឲ្យយើងប្រឡាក់ដៃប្រឡាក់ជើងអីអញ្ចឹងណាបងប្អូនទាំងគ្នាហើយបន្តមកខ្ញុំគិតថាវាម្ហូបខ្ញុំឆ្ងាញ់ហើយមើលទៅទំនងដែរអញ្ចឹងខ្ញុំក៏ដួសបាយមួយចានយកមកដាក់ហូបមុខផ្ទះតែម្ដងបងប្អូនទាំងគ្នាតាមម្នាក់ឯងទេបងប្អូនដោយសារខ្ញុំហេវខ្ញុំឃ្លានខ្ញុំមិនអាចទ្រាំបានទេហើយក្នុងការហូបរបស់ខ្ញុំហ្នឹងវាប្រហុកច្រាមរបស់ខ្ញុំថ្ងៃមុនហ្នឹងវានៅទេបងប្អូនខ្ញុំដាក់ប្រអប់ដាក់អីត្រឹមត្រូវអញ្ចឹងទៅខ្ញុំនឹកឃើញថាកាលណាខ្ញុំចង់ហូបខ្ញុំត្រូវតែយកមកហូបម្ដងទៀតអញ្ចឹងណាបងប្អូនហើយមានតសក់មានអីមានម្ជូរ7ខ្លះអញ្ចឹងទៅលេឡំចូលគ្នាយកបាយចុះមែនតែនបងប្អូនទាំងគ្នាអស់មួយចានហើយចង់ថែមមួយចានទៀតតែនឹកឃើញថាអូខ្ជិលបានប៉ុណ្ណឹងបានហើយអញ្ចឹងក៏នៅហូបអញ្ចឹងណាបងប្អូនទាំងគ្នាចាឆ្ងាញ់មហាសែនឆ្ងាញ់ជាតិអើយជាតិដល់បាយជាតិហ្មងណាអញ្ចឹងថារកអ្វីថ្លៃមិនបានទេម្ហូបនេះគឺម្ហូបចុះបាយមែនតែនបងប្អូនទាំងគ្នាក្រៀមក្រោះជាពិសេសក្រៀមក្រោះសឡហ្នឹងសូវទេទឹកបងប្អូនចាសម្លអីមិនសូវចូលចិត្តទឹកទេបងប្អូនចាចូលតែក្រៀមក្រោះចាដូចជាអាំងជៀនអូហូមហាសែនចូលចិត្តអីបងប្អូនទាំងគ្នាប៉ុន្តែ
មុននឹងហូបគឺនៅខ្វាយលើកនៅហ្នឹងបងប្អូនទាំងគ្នាចាគិតថានៅទៅដល់ទីណាមានឆ្មាមានអីតាមក្នុងព្រីងក្រួយខ្នងហ្នឹងហើយបងប្អូនទាំងគ្នាចង់និយាយចឹងណាចង់និយាយថាម្ហូបយើងអាចធ្វើបានប៉ុន្តែគ្រាន់ថាវាមិនបាន100%ឆ្ងាញ់ជាអចិន្ត្រៃយ៍នោះទេបងប្អូនទាំងគ្នាអញ្ចឹងមានតាពាក្យកដាឬក៏ឬហាបាន100យើងបានត្រឹមតែ40 50អីអញ្ចឹងទៅបងប្អូនទាំងគ្នាចាវាអាចឆ្ងាញ់អញ្ចឹងណាបងប្អូនទាំងគ្នាហើយយើងអាចជួយជំនួសដៃជើងឪពុកម្ដាយរបស់យើងផងដែរអញ្ចឹងណាព្រោះអីយើងនៅក្នុងគ្រួសារមានតែ3នាក់ម៉ែកូនទេបងប្អូនទាំងគ្នាដោយសារគេចេញអស់ហើយបងប្អូនទាំងគ្នាចាបងប្អូនអីគេរៀបការរួចរាល់អញ្ចឹងណាមានគ្រួសារ3នាក់ម៉ែកូនហ្នឹងហើយរៀបចំធ្វើបាយទឹកនឹងអីចាទោះបីវាមិនឆ្ងាញ់ក៏គ្រាន់បានហូបដែរបងប្អូនទាំងគ្នាហើយនេះគឺជាសកម្មភាពខ្ញុំចង់បញ្ជាក់ថាទោះបីខ្ញុំមានពិការភាពយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែព្យាយាមធ្វើវាលុះត្រាអ្វីដែលទោះបីជាយើងនៅពេលដែលយើងចាប់ដើមចំណុច0ក៏ដោយក៏យើងនៅតែព្យាយាមធ្វើមិនបានត្រឹម50 40បានតែបងប្អូនទាំងគ្នាចាវាគឺជាមហិច្ឆតាវាហាអត្តភាពជាភាពក្លាហានពីភាពអស្ចារ្យសម្រាប់យើងមួយហើយបងប្អូនទាំងគ្នាចាហូបចុះហូបឡើងតសក់ចង់អស់ហើយបងប្អូនទាំងអស់គ្នាព្រោះអីខ្ញុំក៏ចូលចិត្តដែរតសក់ណាបងប្អូនទាំងគ្នាចាហូបនេះក៏មិនមែនតែហូបនៅផ្ទះបាយទេបងប្អូនចាដឹកយកមកដាក់ហូបពីមុខផ្ទះលើតបាល់ជំនាន់អ៊ីស្រានឹងមកបងប្អូនទាំងគ្នាចាពីព្រោះអីយើងនៅពេលដែលយើងហូបនៅក្នុងផ្ទះវាហាក់បីដូចជាអត់មានសូវមានពលឺទេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំក៏សុខចិត្តយកបានមួយចានយកមកដួសហូបនៅខាងមុខផ្ទះតែម្ដងបងប្អូនចាជាមួយនឹងឆ្មាឆ្កែរបស់ខ្ញុំនឹងឯងបងប្អូនចាម្ចាស់ហូបទៅឆ្កែមើលទៅឆ្មាមើលទាំងមើលមុខអីចឹងណាបងប្អូនទាំងគ្នាខ្ញុំគិតថានៅពេលដែលខ្ញុំហូបហើយខ្ញុំនឹងឲ្យឆ្មាខ្ញុំស៊ីទៀតហើយឆ្កែខ្ញុំស៊ីទៀតអីចឹងណាបងប្អូនទាំងគ្នាហើយយើងនិយាយថាអ្វីក៏ដោយបើយើងមិនព្យាយាមធ្វើវាក៏អត់បានសម្រេចដែរបងប្អូនចឹងណាជំរាបលាអរគុណច្រើនបង